ជំរាបសួរប្រិយមិត្តទាំងអស់គ្នាឡូឡូសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមកបន្តនៅសេរីរបស់យើងដែលជាភាគទី3បន្តទៀតណាកាលពីចុងភាគទី2យើងក៏បានដឹងហើយថាកូនស្រីរបស់យើងគឺតំតែភ្ញាក់ពីស្វឹងទេហើយកែវក៏បានសួរទៅកាន់កូនប្រុសរបស់យើងទៅថាកាលពីយប់មិញតើមានរឿងអ្វីស្នាមថារបងរបស់កែគឺបានទៅលើលោកប្រធានជូនហើយតើមែនទេហើយគ្រាន់តែលើសបែបនេះកូនប្រុសទី2ជាយន្តរបស់យើងគឺគេអត់សប្បាយចិត្តទេហើយកែក៏អត់ឆ្លើយដែរពេលនឹងដែរកែក៏បានយកទៅឲ្យកូនស្រីរបស់យើងគឺផឹកឲ្យតិចចិត្តសិនទៅគ្រាន់តែកូនស្រីក៏ថាកំពុងតែផឹកទៅកាពេលនេះហើយជាយន្តគេក៏បាននិយាយថាកាលពីម្សិលមិញគឺឯងមិនមែនជួបតែលោកប្រធានជូនទេដែលធ្វើឲ្យពេលនេះកូនស្រីរបស់យើងគឺថាគ្នាឡើងឆ្លក់ទឹកតែម្ដងតាមម្សិលមិញមានរឿងអីគឺគេអត់ចាំសោះតែម្ដងណាសំខាន់ពេលនឹងដែរមិនមែនឆ្លក់ទឹកធម្មតាទេក៏ថាព្រោះពេញមុខជាយន្តតែម្ដងណាកូនស្រីយ៉ាប់មែនតើហ្មងឌូហានេះធ្វើឲ្យជាយន្តគឺគេឡើងខឹងហើយគេក៏និយាយថាឯងគួរតែព្យាយាមចងចាំខ្លួនឯងទៅហើយគេក៏ចេញទៅធ្វើការដែរទុកឲ្យកូនស្រីរបស់យើងគឺដេកសម័យហើយតែកាលពីម្សិលមិញមិនដឹងថាតើគេបានថោកគ្នាជាមួយនឹងអ្នកណាអ្នកដីខ្លះទេក៏ព្រោះតែគេរៀងចាំសពិថាមានមនុស្ស3នាក់ដែលគេជួបម្សិលមិញហើយឡើយនេះគឺឲ្យមានណាប្រាប់ឈ្មោះកូនប្រុសទី3ម្ចាស់ហាងកាហ្វេគឺគេមានឈ្មោះថាហារ៉ាមអញ្ចឹងទៅឲ្យមានអាចហៅថាហារ៉ាមឬក៏កូនប្រុសទី3ដដែលតាមការដែលមានហៅព្រោះតែពេលខ្លះគឺឲ្យមានតែភ្លេចឈ្មោះច្រឡំឈ្មោះណាមើលរឿងនេះហើយគឺពិតជាចង់ខ្លាចទៅជាតួស្រីខ្លះមែនតើដោយសារតែអ្នកតាមស្រឡាញ់គឺសត្វតែស្រស់សត្វតែសង្ហាទាំងកូនប្រុសទី1កូនប្រុសទី2និងកូនប្រុសទី3គឺពិបាករើសខ្លាំងណាស់តែឥឡូវនេះហើយយើងក៏កាត់មកមើលកូនប្រុសទី1លោកប្រធានជួនកំពុងតែអង្គុយធ្វើការសោកស្រាប់តែដោហាមេសេចមកហើយក៏សួររឿងកាលពីម្សិលមិញតើគេបានធ្វើអ្វីខ្លះគ្រាន់តែឃើញសាររបស់អូនភ្លាមគាត់ថាញញឹមតែម្ដងដែលធ្វើអ្នកគ្រប់គ្នាគឺឡើងចម្លែកដោយសារតែលោកប្រធានជួនគឺមកក៏ដែរចេះញញឹមទេស្រាប់តែពេលនេះដូចជាមនុស្សដែលកំពុងតែមានស្នេហាអញ្ចឹងណាក្រុមការងារគេគ្រាន់តែឃើញគឺនិយាយដើមប្រធានតែម្ដងហើយដោយសារតែកុំឲ្យបុគ្គលិកមើលមុខខ្លាំងពេកដល់ពេលនេះលោកប្រធានជួនក៏បានដើរចេញទៅខាងក្រៅគឺទៅលេងសើចជាមួយនឹងកូនស្រីរបស់យើងនឹងឯងចំណែកកូនស្រីរបស់យើងកំពុងតែអង្គុយគិតហើយតើ first kid របស់គេដំបូងនេះបានទៅលើអ្នកណាតើបានទៅលើកូនប្រុសទី1កូនប្រុសទី2ឬក៏កូនប្រុសទី3និយាយរួមទៅអង្គុយគិតឈឺក្បាលជាងរៀងគណិតវិទ្យាទៅទៀតណាហើយកំពុងតែឈឺក្បាលស្មុគស្មាញពេលនេះលោកប្រធានជួនក៏បានខលមកគេតែម្ដងធ្វើកូនស្រីរបស់យើងនេះក៏ថាភ័យខ្លាំងមែនតែនភ័យជាងគេសួរចម្លើយទៅទៀតនេះលោកប្រធានជួនក៏បានសួរថាតើកំពុងតែធ្វើអ្វីត្រូវការជំនួយឬអត់គឺដឹងហើយប៉ុន្តែសួរដើម្បីឲ្យអូនភ័យចង់ធ្វើបាបអូនតែម្ដងណាចំណែកកូនស្រីរបស់យើងគឺនៅតែអត់អស់ចិត្តរឿងការពីម្សិលមិញហើយគេក៏សួរទៅថាតើម្សិលមិញនេះខ្ញុំបានធ្វើអ្វីដែរឬអត់អាលោកប្រធានជួនឮហើយគឺគេឡើងលួចស្ដាយលួចញញឹមតែម្ដងណាមិនដឹងថាពេលម្សិលមិញគឺពិតជាខេមែនតែអត់ទេណោះហើយគេក៏បានឆ្លើយតបទៅថាម្សិលមិញនេះគឺឯងអត់មានចាំអ្វីសោះហើយថែមទាំងបង្កើតចម្ងល់ឲ្យកូនស្រីរបស់យើងទៀតផងគេក៏និយាយថារឿងខ្លះឯងគួរតែចងចាំកាលពីម្សិលមិញនេះហើយចាប់ពីពេលហ្នឹងទៅឯងកុំផឹកស្រាច្រើនពេកគ្រាន់តែលើបែបនេះភ្លាមមកធ្វើឲ្យកូនស្រីរបស់យើងគឺរត់តែឆ្ងល់ហើយគឺគេឡើងអៀនឡើងភ័យតែម្ដងហើយដោយសារតែអៀនខ្លាំងពេកទៅពេលនេះកូនស្រីរបស់យើងគឺនិយាយទូរស័ព្ទលេងទៅមុខហើយគេក៏បានបិទទៅគ្រាន់តែបាននិយាយជាមួយអូនប៉ុណ្ណឹងបងអាប់អូនប៉ុណ្ណឹងធ្វើឲ្យបងញញឹមរួចហើយផឹកកាហ្វេផ្អែមទាំងព្រឹកតែម្ដងថ្ងៃឡើយនេះយើងក៏ក្លែកមកមើលកូនប្រុសទី2របស់យើងវិញថ្ងៃនេះគេកំពុងតែបង្ហាត់បង្រៀនសិស្សរបស់គេស្រាប់តែកូនប្រុសទី3ហារ៉ាមកគេដើរចូលមករកកូនប្រុសទី2តែម្ដងណាហើយក៏មិនមែនមករកស្រួលបួលដែរគឺថាមកចង់វាយគ្នាមួយស្មើជាមួយនឹងជីយន្តតែម្ដងហើយកូនប្រុសទី3នេះគឺថាលះសាហាវខ្លាំងមែនតែនយ៉ាងម៉េចទាំងបំរុងវាយគ្នាដដើមស្រីគឺពេលនេះអ្នកទាំងពីរគឺពិតជាវាយគ្នាមែនហើយគិតថាខ្លួនឯងតំតែចូលរៀនដំបូងទេគិតថាអាចវាយឈ្នះគេជាគ្រូបង្រៀនរាប់ឆ្នាំបានយ៉ាងម៉េចចុងក្រោយទៅគឺអត់ឈ្នះកូនប្រុសទី2របស់យើងនឹងឯងធ្វើយ៉ាងម៉េចឈ្នះគេក៏ព្រោះតែជីយន្តគឺជាមនុស្សដែលហាត់នឹងរៀនតែខុនដូនេះរហូតយូរមកហើយអញ្ចឹងទៅហើយណាមួយក៏កំពុងតែខឹងគ្នាឬស្នេហានឹងផងធ្វើឲ្យកម្លាំងរបស់គេគឺថាវាយសង្កត់កូនប្រុសទី3ហារ៉ាមរបស់យើងគឺស្ទើរតែខ្យល់ទៅហើយណាប៉ុន្តែទោះបីជាហារ៉ាមចាញ់ជីយន្តក៏ដោយប៉ុន្តែហារ៉ាមគេមិនចង់បានជំនួយពីជីយន្តទេហើយពេលនេះគឺគេប្រកាសជាផ្លូវការតែម្ដងថាគេទាំងពីរនាក់នឹងជាសត្រូវស្នេហាដែលចាប់ពីពេលហ្នឹងទៅគឺគេប្រកួតប្រជែងជាផ្លូវការតែម្ដងហើយបើសិនជាអ្នកឈ្នះគឺជាអ្នកយកបេះដូងកូនស្រីឌូហារបស់យើងបាននឹងឯងចំណែកអ្នកចាញ់គឺត្រូវតែដើរចេញដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់លុះដល់ព្រឹកស្អែកឡើងពេលនេះកូនស្រីឌូហារបស់យើងក៏ស្រាប់តែដើរកាត់ហាងរបស់ហារ៉ាមហើយគេក៏បានឈរមើលហារ៉ាមពីចម្ងាយហើយក៏តាំងមកអង្គុយគិតស្មើខ្លួនឯងហើយតើកាលពីយប់មុននោះតើគេគឺបានថោកគ្នាជាមួយនឹងហារ៉ាមដែរឬអត់និយាយពីថារូបសម្រស់កូនប្រុសទី3ហារ៉ាមគឺថាខ្ពស់ស្លាស់ហើយសង្ហាខ្លាំងមែនតែនតែម្ដងណាដែលធ្វើឲ្យពេលនេះហារ៉ាមគេក៏បានកលែកមកមើលឃើញកូនស្រីរបស់យើងហើយគេក៏បានបាក់ដៃហៅឲ្យចូលមកក្នុងហាត់របស់គេមកហេតុអីបានជាឈរមើលខាងក្រៅមិនព្រមចូលអញ្ចឹងហើយឌូហាគេក៏បានតបទៅថាដោយសារតែខ្ញុំឃើញបងកំពុងតែរវល់មិនចង់រំខានហារ៉ាមក៏បន្តសួរថាកាលពីយប់មិញនោះគឺឯងទៅផ្ទះដោយ
សុខភាពដែរឬអត់ដែលធ្វើកូនស្រីរបស់យើងឲ្យតែរំលឹកការពីយប់មុននោះធ្វើគេគឺឡើងភ័យតែម្ដងណាដែលឃើញសុខភាពរបស់អូនដូចជារៀងភ័យភ្លឹកធ្វើឲ្យបងគឺអស់សំណើចខ្លាំងមែនតែម្ដងណាមួយហារ៉ាមក៏ឃើញថាកូនស្រីរបស់យើងនិយាយជាមួយគេដូចជាគោរពដូចជាសិស្សច្បងខ្លាំងពេកអញ្ចឹងគឺអត់ស្និទ្ធស្នាលទេដូច្នេះហើយពេលនេះគេក៏បានស្នើសុំទៅថាឲ្យកូនស្រីដូហានេះគឺនិយាយជាមួយនឹងគេធម្មតាទៅគឺឲ្យវាស្និទ្ធស្នាលជាងមុនបន្តិចណាគឺគេចង់បានភាពស្និទ្ធស្នាលពីលក្ខណៈការស្រឡាញ់គ្នាបងនិងអូនគឺមិនមែនជាការគោរពសិស្សច្បងសិស្សប្អូននោះទេហើយក៏បានធ្វើមុខជីកជូតហើយក៏និយាយថាបំពេញបំណងប្រាថ្នារបស់បងមួយតើបានឬអត់ពេលនឹងដែរកូនស្រីរបស់យើងក៏និយាយថាមិនអីទេអញ្ចឹងគឺគេនឹងយកព្រមធ្វើតាមអ្វីដែលកូនប្រុសរបស់យើងសុំវិញអញ្ចឹងណាគេក៏បានហៅឈ្មោះតែម្ដងទៅគេហៅថាហារ៉ាមដូច្នេះហើយពេលនេះស្ដាប់ទៅគឺរៀនស្និទ្ធស្នាលជាមួយគ្នាជាងមុនបន្តិចកំពុងតែសាសងជាមួយគ្នាមិនទាន់អស់ចិត្តផងពេលនេះក៏ស្រាប់តែមានជនទី3មកជ្រៀតជ្រែកទៀតហើយគឺជាកូនប្រុសទី1លោកប្រធានជូនណាគេក៏បានចូលមកក្នុងហាងកាហ្វេរបស់ហារ៉ាមដែរគេឡើងភ្ញាក់ផ្អើលតែម្ដងនៅពេលដែលឃើញកូនស្រីរបស់យើងគឺនៅទីហ្នឹងដែរហើយណាមួយក៏កំពុងតែឃើញសើចសប្បាយជាមួយនឹងហារ៉ាមផងហើយចំណែកកូនប្រុសទី3និងកូនប្រុសទី1គឺថាអត់ត្រូវគ្នាទេមើលតែភ្នែកក៏ដឹងដែរគឺសម្រក់សម្លឹងគ្នាតែម្ដងដោយសារតែគឺជាសត្រូវជាមួយនឹងគ្នាចំណែកឯដោហាកូនស្រីរបស់យើងវិញគ្រាន់តែឃើញមកប្រធានជូនណាធ្វើគេសម័យទៅកាន់ស្នាមថារបរបស់គេគឺនៅតែគិតម្នាក់ឯហ្នឹងហើយគឺថាគិតរហូតដល់ផ្លឹកតែម្ដងរហូតដល់ប្រធានជូនណាគឺគេសួរគេទៅបានជាគេភ្ញាក់ខ្លួនមកវិញនេះបានហៅថាអត្តពលរបស់ First Key គឺធ្វើឲ្យមនុស្សត្រឹមត្រូវម្នាក់គឺខ្លាចទៅជាមនុស្សឡោបឡាយផ្លឹកតែម្ដងដូចជាដូហាអញ្ចឹងហារ៉ាបន្ទាប់ពីឃើញថាអ្នកទាំងពីរកំពុងតែនិយាយត្រូវគ្នាល្អពេកអញ្ចឹងគេក៏បានកាត់ទៅថាតើត្រូវការកំងអីដែរលោកជូនប៉ុន្តែកំពូលភ្ញៀវកូនម្នាក់នេះគឺគេក៏បានកំងអាយអាមេរិកាណូមួយប៉ុន្តែគឺឲ្យទៅដឹកដល់កន្លែងអត់យកនៅទីហ្នឹងទេនិយាយពីថាធ្វើបាបអ្នកលក់ខ្លាំងមែនតើណាដោយសារតែអ្នកលក់ហើយនិងអ្នកទិញគឺជាសត្រូវជាមួយនឹងគ្នាហើយចំណែកឯកូនស្រីឌូហាវិញគឺគាត់តែអំពីសម្លឹងមើលបបោមាត់របស់ប្រធានជូនទេរួចហើយក៏សម័យថាបើសិនជាបបោមាត់នេះគឺជាស្នាមថោករបស់ពួកយើងដំបងបន្តមកទៀតក៏ស្រាប់តែលោកប្រធានជូនបើកមើលនាឡិកាដៃរបស់ខ្លួនថាមកប្រហែលតាហើយធ្វើឲ្យដូហាគឺនឹកឃើញភ្លាមតែម្ដងការពីហាត់ការយកមិញដូច្នេះហើយកូនស្រីឌូហាគឺសម្លឹងមើលមុខរបស់ប្រធានជូនរហូតដល់ប្រធានជូនឡើងអៀនតែម្ដងណាប៉ុន្តែពេលនឹងដែរស្រាប់តែកូនប្រុសហារ៉ាមគេក៏បានយកទៅយកមកដាក់នៅក្នុងកាហ្វេរបស់កូនស្រីឌូហាហើយស្រាប់តែគេក៏មាននាឡិកាដៃនឹងដែរដូចជាដែលធ្វើកូនស្រីរបស់យើងគឺអ្វីប្រវត្តិអស់ហើយមិនដឹងថាតើគឺជានរណាមួយទេដែលបានថើបគ្នាជាមួយនឹងគេកាលពីយប់នោះណែកថាកូនស្រីរបស់ខ្ញុំនឹងខ្លាចទៅជាមនុស្សឈួតស៊ូនតែម្ខាងទៅចឹងហើយចាប់ពីពេលនេះទៅគឺជាដំណើរនៃការស្វែងរកនរណាទៅគឺជាម្ចាស់ស្នាមថើបដំបងដែលកូនស្រីរបស់យើងគឺគិតតាំងពីធម្មតារហូតដល់ពាក់វ៉ែនតាទៅហើយក៏នៅតែគិតមិនចេញចំណែកយប់នេះកូនស្រីរបស់យើងគឺ stress នឹងធុញថប់ជាមួយនឹងការងារខ្លាំងមែនតែប៉ុន្តែក៏ស្រាប់តែឃើញសារម្នាក់ដែលគេដាក់ឈ្មោះថាប៉ពីគឺគេមកនិយាយលេងជាមួយអញ្ចឹងណាហៅទៅលេងហ្គេមហៅអីអញ្ចឹងទៅប៉ុន្តែយើងក៏អត់ទាន់ដឹងដែរថាតើម្នាក់ហ្នឹងគឺជានរណាប្រហែលជាមិត្តភក្តិនៅក្នុងហ្គេមរបស់គេហើយមកទៅនេះហើយយើងក៏មកមើលកូនប្រុសទី2ហើយនិងកូនស្រីរបស់យើងដែលសារតែគេគឺជាមិត្តភក្តិស្នេហ៍ជាមួយនឹងគ្នាពេលនេះកូនប្រុសទី2ក៏បានមកលេងនៅក្នុងបន្ទប់របស់ដូហាហើយដូហាគ្រាន់តែមកភ្លាមគឺគេឡើងសួរកូនប្រុសរបស់យើងតែម្ដងគឺសួរថាតើឥឡូវនេះឲ្យខ្ញុំគួរតែធ្វើដូចម្ដេចទៅក៏ព្រោះតែកូនប្រុសរបស់យើងមើលទៅឃើញថាកូនស្រីគឺដូចជារៀង stress ខ្លាំងណាស់ថ្ងៃនេះគឺមិនមែនគេ stress រឿងស្នេហានឹងទេគឺគេ stress រឿងការងារដោយសារតែគឺគេចិត្តដល់ពេលដែលចូលទៅធ្វើការងារដែលលោកប្រធានជូនណែនាំឲ្យគេត្រូវសម្ភាសត្រូវអីអញ្ចឹងគឺគេមានអារម្មណ៍ថាភ័យប៉ុន្តែក្នុងចិត្តរបស់គេគឺចង់ទៅធ្វើការនៅក្នុងក្រុមហ៊ុននោះខ្លាំងណាស់ដោយសារជាក្រុមហ៊ុនធំដែលគេធ្លាប់តែសម័យកាលពីមុនណាអញ្ចឹងទៅពេលនេះដើម្បីកុំឲ្យកូនស្រីរបស់យើង stress ខ្លាំងពេកកូនប្រុសទី2របស់យើងក៏បាននាំអូនមកអង្គុយលេងហ្គេមហើយកូនស្រីគឺនៅតែសួរដែរនឹងដោយសារតែគេគឺមានអារម្មណ៍ថាភ័យខ្លាចថាទៅធ្វើការសម្ភាសមិនជាប់អីអញ្ចឹងខ្លាចខូចចិត្តគឺពិបាកចិត្តនឹងឯងហើយជាយកណាគេក៏បានលើកទឹកចិត្តអូនបន្តិចទៅគេក៏និយាយថាទោះបីជាជាប់មិនជាប់ក៏ដោយក៏កុំឲ្យមានវិបដិសេរីដែរទុកថានេះគឺជាការវឹកវ៉ាត់សមត្ថភាពរបស់យើងទៅចោះសមត្ថភាពរបស់យើងបានប្រមាណក៏បានប៉ុណ្ណឹងទៅណាកុំឲ្យគេគិតច្រើនអីកាន់មកដល់ព្រឹកស្អែកឡើងគឺជាថ្ងៃដែលកូនស្រីរបស់យើងត្រូវសម្ភាសការងារនៅក្រុមហ៊ុនថ្មីហើយដែលមើលទៅកាន់ទឹកមុខរបស់គេគឺថប់បារម្ភខ្លាំងមែនតើហើយចិត្តមួយទៀតក៏ចង់ខលទៅកាន់លោកប្រធានជូនដើម្បីយកកម្លាំងចិត្តទឹកចិត្តអីអញ្ចឹងទៅណាប៉ុន្តែក៏មិនហ៊ានដែរអញ្ចឹងពេលនេះគេក៏បានសម្រេចដើរចូលទៅកន្លែងសម្ភាសការងារតែម្ដងអង្គុយចាំមួយសន្ទុះពេលនេះក៏ឃើញថាគេក៏បានហៅកូនស្រីរបស់យើងទៅសម្ភាសប៉ុន្តែក៏មិនទាន់ដឹងលទ្ធផលដែរឥឡូវនេះឃើញថាកូនស្រីរបស់យើងដើរចេញមកក៏ដូចជាកម្លាំងដល់ទៅហើយចំណែកលទ្ធផលចុងក្រោយគឺគេសម្ភាសមិនជាប់នឹងឯងដោយសារតែគេគឺពិបាកប្រមូលអារម្មណ៍ខ្លាំងមែនតើហើយពេលនឹងដែរក៏ស្រាប់តែលោកប្រធានជូនខលមកគេហើយគេក៏បានសុំទោសតាមនឹងទៅគឺគេសុំទោសដែរធ្វើឲ្យលោកប្រធានជូនពិបាកចំពោះនៃការរៀបចំនៃការសម្ភាសការងារឲ្យគេទៅតែគេធ្វើមិនបានអញ្ចឹងទៅណាប៉ុន្តែប្រធានជូនគេមិននឹងបន្តអូនទៅគេក៏លើកទឹកចិត្តថាមិនអីទេចាំលើកក្រោយទៀតទៅចោអញ្ចឹងទៅកូនស្រីរបស់យើងក៏និយាយថាចាំលើកក្រោយគេប៉ៅបាយ
សម្រាប់ការអរគុណលោកប្រធានជូនចំណែកប្រធានជូនវិញក៏និយាយថាកុំភ្លេចនៅការសន្យារបស់ខ្លួនឯងឲ្យសោះដោយសារតែគេចង់ញ៉ាំបាយជាមួយនឹងកូនស្រីរបស់យើងបន្តមកគេក៏បានឈរនៅមុខផ្ទះដូចជាមិនដាច់ចិត្តចូលផ្ទះសោះប៉ុន្តែស្រាប់តែពេលហ្នឹងក៏ប្រតិភិរបស់យើងក៏បង្ហាញខ្លួនជាយន្តក៏សួរថាតើយ៉ាងម៉េចហើយការសម្ភាសរបស់ឯងហើយមើលទៅដូចជាមិនសប្បាយចិត្តតទៅសងហើយឌូហាគេក៏បានប្រាប់តាមហ្នឹងអីអញ្ចឹងតែណាគឺអត់ជោគជ័យទេហើយពេលនេះដែរជាយន្តក៏បានសួរទៅថាតើឯងស្ដាយក្រោយឬអត់ហើយគេក៏និយាយថាស្ដាយក្រោយបន្តិចបន្តួចដែរអញ្ចឹងទៅជាយន្តក៏និយាយថាអូមិនអីទេក៏ព្រោះតែសោកស្ដាយតិចតួចមិនច្រើនផងហើយពេលនេះគឺគេឃ្លានខ្លាំងណាស់ចាប់បងកូនស្រីរបស់យើងទៅញ៉ាំអីដើម្បីរំសាយការកើតទុកអញ្ចឹងទៅណាអញ្ចឹងទៅដល់ពេលល្ងាចឡើងគេផ្លាស់កៅអៅរួចហើយក៏ទៅញ៉ាំមាត់បងប្អូននៅហាងមួយកន្លែងសាប់ផ្សាយមកដល់แล้วគឺជួបជាមួយនឹងប្រធានជូនទៀតផងដោយសារតែប្រធានជូនក៏មកញ៉ាំមាត់បងប្អូននៅហាងនឹងដែរនិយាយថាកូនប្រុសរបស់យើងនេះកូនប្រុសទី2គឺចាយដងខ្លាំងមែនតែនសុកក៏មកជួបជាមួយនឹងសត្រូវស្នេហាតែម្ដងប៉ុន្តែលោកប្រធានជូនគឺចម្លែកខ្លាំងមែនតែននៅពេលដែលកូនស្រីរបស់យើងគឺហៅថាលោកប្រធានជូននៅពេលដែលគេឃើញកូនស្រីឌូហាភ្លាមស្រាប់តែលោកប្រធានជូនទម្លាក់មកគឺអត់សប្បាយចិត្តទេហើយគេក៏និយាយថានេះគឺជាហាងមកបំពើរបស់មិត្តភក្តិរបស់គេគឺគេតាមអង្គុយញ៉ាំទេហើយគេក៏បានប្រាប់ឲ្យកូនស្រីរបស់យើងគឺអង្គុយញ៉ាំអីឲ្យរីករាយទៅហើយគេស្រាប់តែដើរចេញតែម្ដងអត់មានរស់រាក់តាក់ជាមួយនឹងកូនស្រីនោះទេធ្វើឲ្យកូនស្រីគឺឆ្ងល់ខ្លាំងមែនតើណាចឹងទៅកូនស្រីរបស់យើងគឺអត់អស់ចិត្តទេគេក៏បានរត់ទៅក្រៅទៅតាមលោកប្រធានជូនរួចហើយក៏សុំទោសទៅថាសុំទោសដែលខ្ញុំធ្វើឲ្យលោកប្រធានខកចិត្តដោយសារតែតាំងពីដំបូងមកម្លេះគឺខ្ញុំអត់ច្បាស់លាស់ជាមួយនឹងខ្លួនឯងគឺអត់ច្បាស់ថាតើខ្ញុំចង់ធ្វើការនឹងឬអត់អញ្ចឹងទៅណាហើយដូហាក៏បន្តរៀបរាប់ទៅថាក្រុមហ៊ុនដែលគេធ្លាប់សម័យថាចង់ធ្វើការគឺជាក្រុមហ៊ុនផ្សេងដូច្នេះហើយគឺគេពិតជាសុំទោសខ្លាំងមែនតើចំពោះការដែលលោកប្រធានជូនខំរៀបចំនៅការសម្ភាសក៏ព្រោះតែគេបានដឹងថានៅពេលដែលគេសម្ភាសប្រហែលជាគេនឹងអាចជាប់ដោយសារតែលោកប្រធានជូននឹងឯងអញ្ចឹងទៅគេក៏មិនបានសម្ភាសនឹងយកចិត្តទុកដាក់ដោយសារតែគេគឺអត់ចង់ធ្វើការនឹងទេគេចង់ធ្វើការនៅកន្លែងផ្សេងគេរកការងារកន្លែងផ្សេងក្រុមហ៊ុនដែលគេចង់ធ្វើអញ្ចឹងទៅណាកុំឲ្យគេមានភាពស្ដាយក្រោយនៅពេលដែលគេទៅធ្វើការលើក្រោយហើយបន្ទាប់ពីស្ដាប់អូនរៀបរាប់យ៉ាងវែងអន្លាយពេលនេះលោកប្រធានជូនក៏បានញញឹមរួចហើយក៏និយាយថាគឺខ្ញុំមានមោទនភាពចំពោះឯងខ្លាំងមែនទែនដូហាឯងគឺជាមនុស្សប្រកែកនេះគឺជាដូហាពិតប្រាកដដែលដូហាគឺជាដូហាខ្លួនឯងនឹងឯងគឺមិនចង់ឲ្យអ្នកដទៃរកជំនួយដើម្បីខ្លួនបន្ទាប់ពីនិយាយត្រូវរើគ្នាហើយពេលនេះដូហាក៏និយាយថាបើមិនយល់តោះតែលោកប្រធានអាចចូលញ៉ាំអីជាមួយនឹងពួកយើងក៏បានដែរគ្រាន់តែងាកមុខទៅគឺឃើញទឹកមុខរបស់កូនប្រុសទី2កំពុងតែអង្គុយសម្លក់មកកាន់លោកប្រធានជូនដូច្នេះហើយលោកប្រធានជូនក៏និយាយថាអត់អីទេគេមិនបាច់ចូលរួមក៏បានដែរដោយសារតែចូលទៅគឺញ៉ាំអត់ឆ្ងាញ់ទេដោយសារតែឆ្លោះគ្នានឹងឯងតែកូនស្រីរបស់យើងក៏និយាយថាអត់អីទេគឺគាត់ជាមនុស្សរស់រាយខ្លាំងណាស់បន្តមកគេក៏បានងាកមុខទៅកាន់កូនប្រុសទី2ហើយលើកដៃថាអូខេឬអត់តែកូនប្រុសទី2គឺវិក្បាលគឺអត់ចង់ឲ្យចូលរួមទេប៉ុន្តែកូនស្រីគឺអាក្រក់ខ្លាំងមែនតើគេក៏និយាយថាអត់អីទេគឺគេយល់ព្រមហើយពេលនេះដែរគឺបបួលកូនប្រុសទី1និងទី2ហ្នឹងកំពុងតែអង្គុយញ៉ាំអីចូលជុំគ្នាតែម្ដងនិយាយបថាដូហាធ្វើបាបចិត្តកូនប្រុសទី2ខ្លាំងមែនតើធ្វើបាបជាយ៉ងខ្លាំងមែនតើណាតែពេលនេះដែរគឺថាមើលទឹកមុខរបស់ជាយ៉ងនោះគឺអត់គេខ្លាំងណាស់ដោយសារតែបកាយជាមួយនឹងអូនបានហើយក៏មកត្រូវអង្គុយជាមួយនឹងសត្រូវទៀតផងហើយក៏មិនដឹងថាតើបានញ៉ាំជាមួយនឹងគ្នាដែរឬអត់ទេដោយសារតែពេលនេះគឺកំពុងតែអង្គុយសម្លឹងគ្នាទៅវិញទៅមកហើយដល់ពេលដែលដូហាឃើញគេក៏គិតក្នុងចិត្តថាមិនដឹងថាគេគិតខុសឬក៏ត្រូវទេដែលបបួលឲ្យប្រធានជូនមកអង្គុយញ៉ាំអីជាមួយនឹងគ្នានេះហើយពេលហ្នឹងដែរស្រាប់តែម្ចាស់ហាងគេក៏បានយកបៀមកឲ្យក៏និយាយថាញ៉ាំមាន់បំពងមិនទាំងអាចខ្វះស្រាបៀបានទៅគ្រាន់តែបានឃើញស្រាបៀមកដល់ភ្លាមមកកូនស្រីខ្ញុំគឺថាយកដៃទៅយកស្រាបៀផឹកតែម្ដងប៉ុន្តែនៅពេលហ្នឹងដែរគឺកូនប្រុសទី1និងកូនប្រុសទី2ក៏បានហាមអូនកុំឲ្យផឹកច្រើនហើយគេទាំងពីរនេះគឺលើកបៀផឹកតែម្ដងគឺផឹកដាច់ដើម្បីបង្ហាញថាតាអ្នកណាជាអ្នកណាចាញ់នេះមិនមែនលក្ខណៈរីករាយជាមួយអាហារទេគឺទាំងផឹកទាំងញ៉ាំគឺប្រកួតគ្នាតែម្ដងកូនប្រុសទី1និងទី2ធ្វើឲ្យដូហាកូនស្រីរបស់យើងអ្នកមេកំណត់នេះគឺថាឡើងភ័យតែម្ដងអង្គុយមើលឡើងភ័យខ្លាចតែអ្នកទាំងពីរហ្នឹងគឺឆ្លោះគ្នាវ័យគ្នាទេហើយពេលហ្នឹងក៏ចាយដនទៀតស្រាប់តែកូនប្រុសទី3ហារ៉ាមកគេដើរកាត់នឹងក៏កលេចឃើញថាពេលនេះអ្នកទាំង3កំពុងតែនៅអង្គុយជុំគ្នាហើយគេក៏បានចូលរួមទៅជា3អ្នកតែម្ដងពេលនេះធ្លាប់តែឮថារទេះភ្លើងបុកគ្នា2ឥឡូវនេះក៏ថារទេះភ្លើងបុកគ្នាដល់ទៅ3តែម្ដងអញ្ចឹងទៅស្រាមកែរបស់ដូហាហ្នឹងនៅទុកធ្វើអីទៀតគឺពេលនេះហារ៉ាមជាអ្នកផឹកចំនួនហ្នឹងឯងហើយរឿងដែលចាយដនបំផុតណាពេលនេះអ្នកទាំង3កំពុងតែយកកៅដើម្បីចូលកែគ្នាគឺស្រាប់តែឃើញថាអ្នកទាំង3គឺមានពាក់នាឡិកាដូចគ្នាគឺដូចគ្នាតែម្ដងមើលឲ្យកូនស្រីរបស់យើងគឺឡើងវល់ខួរអស់តែហើយក៏ដោយសារតែថ្ងៃនោះគឺគេចាំសពិតសពិលថាអ្នកដែលបានថើបជាមួយនឹងគេគឺមានពាក់នាឡិកាដែរយោហាក់លើណាគឺមានដល់តែ3អ្នកមិនដឹងថាតើមួយណាទេគ្រាន់តែគិតទៅដល់ថ្ងៃនោះភ្លាមមកធ្វើកូនស្រីរបស់យើងដូចជាចាំជាមួយនឹងរឿងម្យ៉ាងហើយគេក៏បានទាញដៃជីយកមកសួរថាតែឯងចាប់ផ្ដើមពាក់នាឡិកានេះតាំងពីពេលណាឬមួយក៏កូនស្រីរបស់យើងបានថើបគ្នាជាមួយនឹងជីយ៉ននៅថ្ងៃនោះចង់និយាយថាមួយរឿងនេះគឺឥឡូវនេះគឺវល់ដល់ទាំងអ្នកសម្រាយទៀតគឺឡើងវិញវ័នជាមួយនឹងកូនស្រីរបស់យើងហើយណាដោយសារតែយើងអត់ដឹងទេថាតើ
តាអ្នកណាគឺជាអ្នកបានស្នាមថោកដំបូងរបស់ដូហាដោយសារតែពេលនេះរឿងរបស់យើងក៏បានឆ្លេះត្រឹមតែប៉ុណ្ណឹងនឹងឯងអញ្ចឹងបើចង់ដឹងថាតើភាគក្រោយនឹងល្អមើលកម្រិតណាទៀតនោះអញ្ចឹងក៏ភ្លេចចាំតាមដានទស្សនាវីដេអូរបស់ admin នៅភាគក្រោយបន្តទៀតណាដូច្នេះហើយ admin សូមគោរពលាត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ